របៀបរក្សាកន្លែងកក់ជីញឹកញាប់ក្នុងអេបតាដា 1. ចូលទៅកាន់អេបតាដារួចអូសចុះក្រោមរកពាក្យថាកន្លែងបានរក្សាទុក 2. ចុចសញ្ញាបូករួចបំពេញឈ្មោះនិងទីតាំងនោះ 3. ចុចពាក្យថាបន្ថែមនោះកន្លែងនោះនឹងត្រូវបានរក្សាទុកក្នុងគណនីតាដារបស់អ្នក ដូចគ្នាដែរលោកអ្នកក៏អាចរក្សាទុកជើងដំណើរមួយបាន 1. ចូលទៅកាន់ដំណើរបានរក្សាទុករួចចុចសញ្ញាបូក 2. ដាក់ឈ្មោះទីតាំងទទួលយកនិងគោលដៅជាការស្រេច ការរក្សាកន្លែងនិងដំណើរទុកជួយសន្សំសំចៃពេលដោយលោកអ្នកមិនចាំបាច់វាយទីតាំងដដែលគ្រប់ពេលកក់ជីតោះបើកអេបតាដារួចសាកល្បងឥឡូវនេះ